ជំរាបសួរពុកម៉ែបងប្អូនមកថ្ងៃនេះបានមកជួយចម្លាក់ជួយបងប្អូនណារបស់ភ្ញៀវគាត់កំងឲ្យពុកម៉ែបងប្អូនដែលមានរបស់ចង់ផ្ញើឆ្លាក់ឬក៏ចង់កំងរូបសម្បត្តិសូមបងប្អូនចូលឆាតណាចម្លាក់លេខទីឡើងហ្នឹងឥឡូវសូមបង្ហាញទូអបន្តិចនេះជាព្រះអង្គផ្សេងមាសាងពីក្លឹមវ៉ក្លូតរលេះខាងរឹសណាតែសាប់ស្អីខ្មៅតែហាប់បាច់ហាប់ណាបើប្រភេទក្លឹមខ្លះវាពណ៌កម្ៅតែប៉ុន្តែហ្វាច់ជាងសុកទុផ្សាយអញ្ចឹងនេះសារតែលេសនៅខាងរឹសបងនេះនៅខាងរឹសអញ្ចឹងណានេះហ្វាច់ឡើងហាប់នេះបងណាហាប់វាអត់មានសាយអីទេនេះវ៉ក្លូតហ្នឹងបងចង់ឆ្លាក់រូបនេះទាំងវែងបងប្អូនគាត់កំងចង់បានក្លឹមហ្នឹងទៅក៏កាត់ជូនបងប្អូនទៅអញ្ចឹងណាបងហ្វាច់ហាប់ល្អបាទនេះមកភ្ញៀវគាត់កំងមួយអង្គផ្សេងមានេះបងប្រុសនៅខាងសៀមរាបគាត់កំងសាងពីស្នែងក្បៃផោទៅຂະຫນាតធំណាຂະຫນាតធំຂະຫນាត7ហ៊ុនបាទធំណាទូទៅស្នែងយើងបាទមិនថាក្បៃឲ្យឃ្លាតទេអាស្ទាប់អាឆ្នោតហ្នឹងគឺទៅតែមានមិនអត់ទេបាទទៅតែមានអញ្ចឹងភេទស្នែងនេះមួយអង្គស្មើគេ2អង្គបងស្មើ2អង្គបាទនេះហ្នឹងបាទពួកយើងគាត់ឆ្លាក់ទូអង្គធំបាទចុះស្នែងបន្តិចទឹកដៃបងមើលចាក់ស្ដាយហើយបងប្អូនដែលចង់កំងឬចម្លាក់ក្តីដែលមានរបស់ឆ្ងាយក្តីចាំចូលឆាតនេះភ្ញៀវគាត់កំងដែរបាទភ្លុកមានពីអំណាចហ្នឹងទូល្មមហ្នឹងបាទក៏ឲ្យសោប្រាក់ហើយខ្ញុំក៏ធ្វើ2អង្គបរហើយទៅពុកម៉ែបងប្អូនដែលចង់បានមកចាំចូលឆាតហើយនេះដូងបាទដូងអត់ភ្នែកឆ្លាក់អាចទៅទៀតទាំង3សេវៈវិស្ណុនិងព្រះព្រហ្មពីស្នែយើងបងប្អូនចង់ឆ្លាក់តួអង្គខាត់អង្គុយប៉ុណ្ណេះណាស្នែកាត់បានជា2អញ្ចឹងយើងបាក់ឆ្លាក់បានតួអង្គច្រើនតែធំយកឆាប់អស់ស្នែក៏ប៉ុន្តែខ្ញុំចង់តែឆ្លាក់តួអង្គទូចទេបងប្អូនគ្រប់ថែបានច្រើនអ្នកអញ្ចឹងណាព្រោះបាក់ទ្រូមពិបាករកណាមិនស្រួលរកទេនោះថ្មិញពុកម្ដាយតបឆ្លាក់ទៅឆ្លាក់បញ្ញាក្អែកបងប្អូននៅខាងខេត្តស្វាយរៀងគាត់ផ្ញើមកឆ្លាក់ហ្នឹងដូចជាចង់ចូល8 9អង្គមកគាត់ដែរណាញ៉ាក់ឯហ្នឹងហើយវ៉ក្លូតជាងបងប្អូនចង់កំងបងនេះក្លូតចង់ក្លូតបងប្អូននេះឆ្លាក់បានបាទតួអង្គច្រើនអង្គដែរហ្នឹងទៅតូចអញ្ចឹងបាទបាន4 10បាទ4 10អង្គជាងទៅចម្លាក់ខ្ញុំឆ្លាក់តាមមុនតាមក្រោយអញ្ចឹងតាមជាក់ស្ដាយបងប្អូនណាគាត់សាកសួរមុនទៅឆ្លាក់មុនទៅចប់វគ្គហ្នឹងចូលវគ្គបញ្ញាក្អែកទៅចូលវគ្គផ្សេងទៅបងប្អូនគាត់កំងជាបន្តបន្ទាប់ហ្នឹងអរគុណចាំបងប្អូនបង្ហាញប៉ុណ្ណឹងសម្រាប់ការបងប្អូនដែលគាត់ចង់សាកសួរខ្ញុំចាំដើមចាំចូលឆាតសូមអរគុណច្រើនសូមជំរាបលា